ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកខ្ញុំនាំមកប្រាប់ពីវិធីងាយៗក្នុងការធ្វើទឹកសៀងដើម្បីយើងញ៉ាំជាមួយនឹងប្រហិតទៅបងប្អូនចាអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើហើយនឹងការដាក់គ្រឿងផ្សំទាំងអស់គ្នាទាំងអស់នេះផងដែរគឺជាផ្នែកគ្រឿងផ្សំដែលយើងត្រូវមាននៅក្នុងការធ្វើទឹកជ្រលក់របស់យើងដែលមានជាមួយនឹងខ្ទឹមសចិញ្ច្រាំសៀងដែលយើងបានចិញ្ច្រាំរួចទឹកក្តៅអ៊ុនៗទឹកជាមួយនឹងទឹកអំពិលទុំដែលយើងច្របាច់យកតែទឹកអំពិលបងប្អូនចាយើងអត់យកគ្រាប់ទេហើយមួយវិញទៀតគឺជាទឹកសៀងរបស់សៀងផ្អែមរបស់យើងហ្នឹងយើងដាក់មួយឡែកចឹងទៅហើយជាមួយនឹងស្ករពាងស្ករក្រហមយើងណាបងប្អូនឥឡូវនេះដល់វគ្គដែលយើងត្រូវរៀបចំធ្វើហើយដោយនេះខ្ញុំប្រើប្រេងឆាក្នុងខ្ទះហ្នឹងរៀងក្តៅបន្តិចនិងខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងខ្ទឹមសចិញ្ច្រាំហ្នឹងរំលីងឲ្យវាឡើងឈ្ងុយបន្តិចទើបដាក់ជាមួយនឹងស្ករត្នោតរបស់យើងចូលការចំពោះការប្រើគ្រឿងផ្សំទៅតាមការចូលចិត្តរបស់បងប្អូនចូលចិត្តប្រៃផ្អែមទៅតាមនឹងដែរហើយមួយវិញទៀតបន្ទាប់មកយើងរំលីងស្ករឲ្យវាឡើងឈ្ងុយបន្តិចទើបយើងដាក់ជាមួយនឹងសៀងផ្អែមដែលយើងបានចិញ្ច្រាំណាបងប្អូនអាចកិនក៏បានដែរបន្ទាប់មកយើងកូរច្របល់វាបន្តិចចឹងទៅយើងដាក់ជាមួយនឹងទឹករបស់សៀងសម្រាប់ទឹករបស់សៀងហ្នឹងគឺសៀងផ្អែមដែលយើងបានចាក់ចេញមកបងប្អូនចាយើងយកទៅសាច់យកទៅចិញ្ច្រាំឬមួយក៏កិនទេហើយយើងដាក់ជាមួយនឹងទឹកអំពិលទុំជាមួយនឹងទឹកម្ទេសចូលចិត្តហឹរយើងប្រើម្ទេសរៀងច្រើនអត់សូវចូលចិត្តយើងដាក់បន្តិចបានហើយចំពោះទឹកម្ទេសណាចំពោះម្ទេសហុយក៏ដូចគ្នាដែរបន្ទាប់មកយើងដាក់ទឹកក្តៅអ៊ុនៗយើងណាបន្តិចចឹងទៅបងប្អូនចង់បានល្បាយខាប់ល្បាយរាវទៅតាមការចូលចិត្តយើងដាក់តែប៉ុណ្ណឹងហើយយើងកូរច្របល់រងាស់វាបន្តិចសម្រាប់នាងខ្ញុំគឺល្បាយប៉ុណ្នេះគឺរួចរាល់ហើយបងប្អូនមកខាប់ល្មមមិនឲ្យរាវពេកមិនឲ្យខាប់ពេកពោលរសជាតិនិងបរិមាណនៃការភ្លក់ទឹកសៀងរបស់យើងអាចខុសគ្នាតិចតួចដែរអញ្ចឹងណាដោយសារជួនកាលខុសបរិមាណនៃទឹកសៀងជាមួយនឹងស្ករសយើងដាក់តិចឬក៏ច្រើនតែអ្វីសំខាន់គឺបងប្អូនភ្លក់ទៅតាមការចូលចិត្តរបស់បងប្អូននៅពេលនេះផងដែរទឹកសៀងរបស់យើងបានធ្វើរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមទៅចៀនប្រហិតក្នុងការចៀនប្រហិតគឺយើងប្រើភ្លើងសន្សឹមមិនឲ្យខ្លាំងពេកមិនឲ្យតិចពេកទេហើយចំពោះប្រហិតបងប្អូនអាចញ៉ាំប្រហិតបែបណាក៏បានដែរតែសម្រាប់នាងខ្ញុំនៅថ្ងៃនេះខ្ញុំប្រើជាមួយនឹងប្រហិតត្រីរបស់យើងណាត្រីឆ្លាតណាបងប្អូនចាយើងលាយជាមួយគ្រឿងអីចឹងទៅយើងមូលដុំទូចៗមុំទៅយើងដាក់ចៀនដាក់បំពងទៅតាមការចូលចិត្តឥឡូវនេះផងដែរឃើញថាប្រហិតត្រីរបស់យើងគឺបានឡើងក្រហមហើយនឹងឆ្អិនសព្វទាំងសងខាងហើយចំពោះប្រហិតត្រីមួយមុខនេះគឺយើងអាចយកទៅញ៉ាំច្រើនបែបច្រើនរបៀបណាស់យើងអាចញ៉ាំប្រហិតត្រីជាមួយនឹងជ្រក់ក៏បានជាមួយនឹងទឹកត្រីផ្អែមក៏បានជាមួយនឹងទឹកសៀងក៏បានដែរចាអញ្ចឹងក៏សូមអរគុណច្រើនចំពោះបងប្អូនទាំងអស់គ្នាក្នុងការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នេះប្រសិនបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានតែសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីបងប្អូនទាំងអស់គ្នាទទួលបានវីដេអូថ្មីៗក្នុងការធ្វើម្ហូបធ្វើបង្អែមនៅវីដេអូថ្មីៗបន្តទៀតនាងខ្ញុំសូមអរគុណជម្រាបលាបាយបាយ